تعلن المقاومة ក៏ក្រៅពិភពលោកក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ប្រកាសផ្តល់ប្រាក់$10 លានសម្រាប់ការធ្វើឃាតលោកត្រាំស្ថានភាពភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ាបានហក់ឡើងកម្ដៅដល់ចំណុចពុះកញ្ជ្រោលជាថ្មីបន្ទាប់ពីក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសអ៊ីរ៉ាក់បានប្រកាសជាសាធារណៈនៅប្រាក់រង្វាន់រហូតដល់ទៅ$10 លានអាមេរិកសម្រាប់ការធ្វើឃាតលោកប្រធានាធិបតីដូណាល់ត្រាំយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA និងទូរទស្សន៍រដ្ឋរុស្ស៊ី RT កាលពីថ្ងៃប្រហ័សទី16ខែកក្កដាម្សិលមិញនេះបានឲ្យដឹងថាក្រុមដែលហៅខ្លួនថាជាចលនាតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់បានប្រកាសថារង្វាន់នេះគឺជាការសងសឹកទៅនឹងអ្វីដែលពួកគេហៅថាជាសម្ដីប្រមាថមើលងាយរបស់លោកត្រាំដែលប្រមាថដល់វិញ្ញាណក្ខន្ធរបស់បណ្ដាមេបញ្ជាការយោធារបស់ពួកគេដែលបានពលីជីវិតនៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS សេចក្តីប្រកាសនេះបានរាលដាលដល់សហរដ្ឋអាមេរិកភ្លាមៗដោយសកម្មជនអភិរក្សនិយមអាមេរិកដ៏ល្បីល្បាញមួយរូបគឺលោកស្រី Laura Loomer បានចេញមុខរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម X ថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីកំពុងតែដើរតួជាអ្នកផ្សព្វផ្សាយការផ្ដល់ប្រាក់រង្វាន់$10 លានរបស់ក្រុមចលនាតស៊ូអ៊ីស្លាមអ៊ីរ៉ាក់ក្នុងការធ្វើឃាតលោកប្រធានាធិបតីត្រាំរាល់ថ្ងៃនេះរុស្ស៊ីកាន់តែបង្ហាញឲ្យឃើញច្បាស់ថាហេតុអ្វីបានជាពួកគេមិនមែនជាសម្ព័ន្ធមិត្តរបស់យើងគិតមកទល់ពេលនេះទាំងវិមានប្រធានាធិបតីនិងស្ថាប័នអនុវត្តច្បាប់ការពារសន្តិសុខរបស់សហរដ្ឋអាមេរិកមិនទាន់ចេញសេចក្តីថ្លែងការណ៍តបជាផ្លូវការណាមួយជុំវិញការគំរាមកំហែងនេះនៅឡើយទេគូបញ្ជាក់ផងដែរថានៅក្នុងអាណត្តិដំបូងរបស់លោកប្រធានាធិបតីត្រាំលោកបានបញ្ជាបើកការវាយប្រហារដោយដ្រូនសម្រាប់មេដឹកនាំរបស់អ៊ីរ៉ង់គឺលោក Qasem Soleimani និងមេទ័ពអ៊ីរ៉ាក់គឺលោក Abu Mahdi al-Muhandis នៅប្រលានយន្តហោះក្រុងបាដាកដែលព្រឹត្តិការណ៍នេះគឺជាឫសគល់នៃគំនុំឈាមដ៏ធំបំផុតរវាងក្រុមគាំទ្រអ៊ីរ៉ង់និងលោកត្រាំក្រុមចលនាតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់គឺជាបណ្ដាញសម្ព័ន្ធមិត្តមនោគមវិជ្ជានិងយោធាជិតស្និទ្ធបំផុតរបស់អ៊ីរ៉ង់ពួកគេមានប្រវត្តិបាញ់ដ្រូននិងមីស៊ីលសងសឹកទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីរាប់រយដងរួចមកហើយការប្រកាសផ្ដល់ប្រាក់$10 លាននាពេលនេះមិនត្រឹមតែជាការគំរាមកំហែងធ្វើឃាតលោកត្រាំប៉ុណ្ណោះទេប៉ុន្តែជាសង្គ្រាមព័ត៌មានវិទ្យានិងចិត្តសាស្ត្រក្នុងគោលបំណងបង្កើនការភ័យខ្លាចបង្កើនភាពវឹកវរនយោបាយផ្ទៃក្នុងអាមេរិកនិងបង្ហាញថាក្រុមប្រដាប់អាវុធមជ្ឈិមបូព៌ាមិនខ្លាចញញើតនឹងអំណាចយោធារបស់អាមេរិកឡើយ